ពួកសាសយូដាចាត់ពួកសង្ឃនិងពួកលេវីពីក្រុងយេរូសាឡឹមឲ្យមកសួរយ៉ូហាន តើលោកជាអ្នកណា នោះគាត់ធ្វើបន្តយ៉ាងនេះគាត់ប្រាប់តាមត្រង់ឥតមានលក្ខអ្វីឡើយ ថាខ្ញុំមិនមែនជាព្រះគ្រីស្ទទេ នោះគេសួរថា ចុះលោកជាអ្នកណា ជាលោកអេលីយ៉ាអី គាត់ឆ្លើយថាមិនមែនទេ តើលោកជាហោរានោះឬអី នោះគាត់ឆ្លើយថាទេដូច្នេះគេសួរគាត់ទៀតថា តើលោកជាអ្នកណាទៅវិញលោកនឹងមានប្រសាសន៍ពីខ្លួនលោកដូចម្ដេចដើម្បីឲ្យយើងរាល់គ្នាបាននាំពាក្យទៅជម្រាបដល់លោកដែលចាត់ឲ្យយើងខ្ញុំមកផង នោះគាត់ក៏ប្រាប់ថាខ្ញុំជាសំឡេងដែលបន្លឺឡើងនៅទីរហោស្ថានថាចូលតម្រង់ផ្លូវថ្វាយព្រះអម្ចាស់ដូចជាហោរាអេសាយបានទាយទុក ឯពួកអ្នកដែលបានចាត់មកនោះគេជាពួកផារីស៊ីគេក៏សួរគាត់ថា បើលោកមិនមែនជាព្រះគ្រីស្ទឬលោកអេលីយ៉ាឬហោរានោះទេចុះហេតុអ្វីបានជាលោកធ្វើបុណ្យជ្រមុជទឹកដូច្នេះ យ៉ូហានឆ្លើយថា ឯខ្ញុំធ្វើបុណ្យជ្រមុជដោយទឹកប៉ុន្តែនៅកណ្ដាលពួកអ្នករាល់គ្នាមានព្រះអង្គមួយដែលអ្នករាល់គ្នាមិនស្គាល់គឺព្រះអង្គនោះហើយដែលមកក្រោយខ្ញុំតែបានគង់នៅមុនខ្ញុំមិនសមនឹងស្រាយខ្សែស្បែកជើងរបស់ព្រះអង្គទ្រង់ទេ ឯការទាំងនេះបានកើតមកនៅភូមិបេថានីខាងនេះទន្លេយ៉ូដានជាកន្លែងដែលយ៉ូហានកំពុងតែធ្វើបុណ្យជ្រមុជទឹកលុះស្អែកឡើងយ៉ូហានឃើញព្រះយេស៊ូវដែលទ្រង់កំពុងតែយាងមកឯគាត់នោះក៏ពោលថា នោះនឹងកូនឈាមនៃព្រះដែលដោះបាបមនុស្សលោកគឺពីព្រះអង្គនេះហើយដែលខ្ញុំប្រាប់ថាក្រោយខ្ញុំមានព្រះមួយអង្គយាងមកដែលបានត្រឡប់ជាមុនខ្ញុំដ៏បិទទ្រង់គង់នៅមុនខ្ញុំមិនបានស្គាល់ទ្រង់ទេតែខ្ញុំមកធ្វើបុណ្យជ្រមុជនេះគឺដើម្បីនឹងសម្ដែងឲ្យសាសអ៊ីស្រាអែលបានស្គាល់ទ្រង់ប៉ុណ្ណោះ យ៉ូហានក៏ធ្វើបន្តថា ខ្ញុំបានឃើញព្រះវិញ្ញាណយាងចុះពីលើមេឃមានរូបដូចជាព្រាបមកសន្ធិដ្ឋលើទ្រង់ខ្ញុំមិនបានស្គាល់ទ្រង់ទេប៉ុន្តែព្រះដែលចាត់ឲ្យខ្ញុំមកធ្វើបុណ្យជ្រមុជដោយទឹកទ្រង់មានបន្ទូលមកខ្ញុំថាដែលឯងឃើញព្រះវិញ្ញាណយាងចុះមកស្និទ្ធលើអ្នកណាគឺអ្នកនោះហើយដែលធ្វើបុណ្យជ្រមុជដោយព្រះវិញ្ញាណបរិសុទ្ធខ្ញុំបានឃើញមែនហើយក៏ធ្វើបន្ទាល់ពីព្រះអង្គនោះថាទ្រង់ជាព្រះរាជបុត្រានៃព្រះពិតមែន